ដោយសារកូនស្រីមានជំងឺធ្ងន់ម្ដាយក៏សម្រេចចិត្តចាក់សោកូនស្រីរបស់ខ្លួនទុកនៅក្នុងទូហើយបិទគីយ៉ាងលឿនបំផុតដោយមានគោលបំណងសម្រេចទុកឲ្យកូនស្រីស្លាប់រួចដោយខ្លួនឯងនៅក្នុងទូនោះតែម្ដងបន្ទាប់ពីធ្វើទុកយ៉ាងរួចរាល់ប្រពន្ធមួយនេះក៏បាននាំកូនប្រុសទៅចេញពីផ្ទះចាស់ហើយអ្វីដែលមិននឹកស្មានដល់គឺ20ឆ្នាំក្រោយមកឪពុករបស់ក្មេងស្រីបានត្រឡប់មកទីនេះម្ដងទៀតហើយនៅពេលដែលគាត់រកឃើញទូដែលធ្លាប់ដាក់កូនស្រីកាលពី20ឆ្នាំមុនស្រាប់តែឃើញថាមានចលនានៅក្នុងទូនោះឪពុករបស់ក្មេងស្រីក៏ភ័យខ្លាចរហូតដល់ស្លាប់ហើយក៏បានត្រឡប់ទៅក្នុងវិញដើម្បីស្វែងរកភាពជំនឿដើម្បីមកធ្វើជាសម្រាប់ចាប់វិញ្ញាណហើយទូគ្រាន់តែរកម្ដងដៃបន្តិចស្រាប់តែដឹងថាពួកគេនៅមានកូនស្រីមួយទៀតមិនទាន់បានត្រឡប់មកផ្ទះទេហើយការទូទីនេះក៏ធ្វើឲ្យប្តីប្រពន្ធទាំងពីរស្រែកញើសកូនខ្លួនហើយទូឈ្មោះក៏មិនទាន់និយាយទៀតកូនស្រីតាប់ហើយប្តីប្រពន្ធពីភ័យខ្លាចខ្លាចជាសោកស្ដាយ20ឆ្នាំមុនគ្រួសារក្រីក្រក៏ជួបវិបត្តិថែមទៀតពេលដឹងថាកូនស្រីឈឺធ្ងន់ដើម្បីបន្តជីវិតពួកគេទៅបានធ្វើទង្វើដ៏ឈួតល្ងង់បែបនេះទោះបីជាប្តីប្រពន្ធបាននាំកូនប្រុសមករស់នៅទីក្រុងហើយទទួលបានជោគជ័យខ្លះក៏ដោយក៏ប៉ុន្តែថ្មីនេះជារៀងរាល់យប់ពួកគេតែងតែសបិនឃើញកូនស្រីដូច្នេះហើយទើបមានការត្រឡប់ទៅផ្ទះចាស់វិញនៅពេលដំបូងនៅពេលដែលប្តីប្រពន្ធបានជូនគ្រូធ្មប់ទៅហើយស្ត្រីនោះក៏ហៅប្តីឲ្យត្រឡប់ទៅផ្ទះចាស់ម្ដងទៀតហើយមានគោលបំណងចង់ដឹងឲ្យច្បាស់ថាមានអ្វីលាក់នៅក្នុងទូនោះតែមិននឹកស្មានដល់ពេលដែលបុរសនោះទើបតែយកកូនស្រីទៅដល់ខ្លួនតែសំឡេងដ៏គួរឲ្យខ្លាចមួយ